បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះជាថ្ងៃអាទិត្យមួយកើតខែពិសាខឆ្នាំ2025បាទនេះជាទស្សនវិជ្ជានៅវត្តវិជ្ជារាមវិចាស់កំពុងតែត្រៀមបោះទូកថ្មីនៅឆ្នាំ2025បាទនៅឆ្នាំ2025គណៈកម្មការនិងពុទ្ធបរិស័ទចំណោះជើងវត្តវិចាស់បានស្របប្រទេសគ្នានឹងបោះទូកឡើងកដាមួយគ្រឿងបាទកាលពីថ្ងៃម្សិលមិញជាងក៏បានឆ្អើក្តារបាតដើម្បីត្រៀមបោះទូកថ្មីបាទជាងឆ្នាំនេះគឺជាងសើនៅឯទំពោះសក់បាទនេះជាក្តារបានឆ្អើរួចរាល់ជាងក៏កន្តន់ដោះបួឡងជាងទេបាទយើងឃើញថាក្តារយ៉ាងស្អាតបាទតាមពិតគិតពីកសាងវត្តដល់ឥឡូវវត្តវិចាស់ទូកនេះជាទូកទី3ទូកទី1បោះនៅឆ្នាំ2003ទូកទី2បោះនៅឆ្នាំ2013នេះជាទូកទី3បោះនៅឆ្នាំ2025នៅឆ្នាំ2025តាមការស្ថិតទេរបស់ខ្ញុំគឺថាមានច្រើនវត្តបោះទូកថ្មីនៅខេត្តឃ្លាំងយើងប៉ុន្តែមានតែ2វត្តបោះទូកឡើងកដាទេនោះគឺជាទូកវត្តទឹកគួចចាស់និងទូកវត្តដៃអំពូប៉ុន្តែនៅនាវត្តខ្លះចលនាបោះទូកលូងយ៉ាងច្រើនដូចជាទូកវត្តជ្រួយទុំចាស់ទូកវត្តបឹងក្រចាប់ថ្មីទូកវត្តបឹងតន្សាទូកវត្តសេរីកណ្ដាលទូកវត្តពោធិស្ថារាមនិងទូកវត្តព្រៃតាគួនបាទសូមអរគុណប្រិមិត្តបានគាំទ្រ Channel ខ្មែរសុខឃ្លាំងសូមអរគុណសូមជម្រាបលា